ថ្មីផ្លែចម្លែកអារម្មណ៍ទៀតហើយមកបង្វែរអារម្មណ៍ពីការស្ដាប់វីដេអូខ្លីៗមកស្ដាប់ការសម្ដែងរឿងវិញម្ដងដោយរឿងមួយនេះ admin សូមដាក់ចំណងជើងថាទំនាក់ទំនងល្អិតល្អន់សម្រាប់ឈ្មោះតួអង្គ admin សូមយកឈ្មោះពិតរបស់ពួកគាត់មកសម្ដែងហើយតោះកុំសយសាញ់ច្រើនមកស្ដាប់ការសម្ដែងរឿងទាំងអស់គ្នាដោយក្បាលដំបូងនៃសាច់រឿងគឺបានបង្ហាញយើងឃើញថាមានតួស្រីម្នាក់ដែលកំពុងតែចុចកុំព្យូទ័រយ៉ាងញាប់ដៃមើលទៅគេពិតជារីករាយនៅក្នុងការចុចកុំព្យូទ័រនេះណាប្រហែលមើលទៅគេដូចជាកំពុងតែរៀបចំ script អ្វីមួយយ៉ាងចឹងដោយតួស្រីដំបងគេនេះមានឈ្មោះថាចាហារួយនាងគឺកំពុងតែសរសេរ script មួយយ៉ាងសប្បាយរីករាយក្រោយហារួយបានសរសេរចប់នោះពេលនេះក៏អង្គុយអានសមាធិសម័យតែម្នាក់ឯងយ៉ាងមានក្តីសុខបំផុតតោះចូលរួមសមាធិសម័យជាមួយហារួយទាំងអស់គ្នាដែលក្បែរដំបូងនោះគឺមានតួប្រុសមួយដែលមានឈ្មោះថាកូយៀនគេគឺកំពុងតែរៀបចំខោអាវដើម្បីទៅ trip នៅតាមខេត្តបន្ទាប់មកទៀតក៏មានតួអង្គម្នាក់ទៀតបានចុះមកដែលគេមានឈ្មោះថាយ៉ាងបូវិនក៏បានសួរទៅកាន់កូយៀនថាតើបងត្រូវទៅចេញ trip នៅតាមខេត្តទៀតហើយមែនទេមិនម៉ាបងឯងដាក់ខ្ញុំចូលក្នុងវ៉ាលីផងគូយេលឿនចង់ក៏បានឯក្បាលបវនតែម្ដងបវនក៏បាននិយាយបន្តទៀតថាឲ្យគូយេនឹងរងចាំក៏មិនទេថារត់ក៏ដើរទៅរកទូទឹកកកតែម្ដងព្រោះអីវ៉ានៅក្នុងនឹងក្រោយដល់របស់ចេញពីទូទឹកកកនឹងបវនក៏បាននិយាយថាគាត់នឹងក៏បានរៀបចំចំណីមួយចំនួនទៅកាន់គូយេផងដែរប៉ុន្តែក្នុងកន្លែងពេលហ្នឹងគឺមានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទុកឲ្យសាច់រឿងគេនៅតែស្វៀតនឹងទៅមកស្ដាប់សម្ដីរបស់អ្នកនិពន្ធវិញហាត់រួយក៏បានសរសើរខ្លួនឯងថាហេតុអ្វីគាត់ក៏ប្រកែកយ៉ាងនេះសរសេរតែបន្តិចសោះក៏រឿងហ្នឹងល្អឥតខ្ចោះដែរបន្ទាប់ពីសរសើរខ្លួនឯងរួចហ្នឹងបន្តិចក្រោយមកប្អូនស្រីរបស់ហាត់រួយក៏មកម្ដងនោះគឺចាងអ៊ីរ៉ានក៏បាននិយាយថាគាត់មិនចង់ងុយទឹកសង្ហើយតាកន្សែងជូតសតរបស់ហាត់រួយការប្រើប្រាស់ពីម្សិលមិញហ្នឹងហើយណាហាត់រួយក៏បានតបថាគឺនៅក្នុងបន្ទប់ទឹកនឹងឯងប៉ុន្តែអ៊ីរ៉ានគឺរកមិនឃើញឡើយហាត់រួយក៏បាននិយាយថាចោះមែនចាំមើលបើសិនជាបងរកឃើញឯងនឹងត្រូវតែម្ដងក្រោយហាត់រួយចេញទៅបាត់អ៊ីរ៉ានក៏បានចូលទៅអង្គុយលើសាឡុងដែលយកកុំព្យូទ័រដែលហារួយចុចមិញហ្នឹងយកមកមើលអ៊ីរ៉ានក៏បាននិយាយឡើងបងហារួយមិនគាត់ទៅស្អីហ្នឹងឃើញញញឹមស្ដាយតែម្នាក់ឯងដូចជាមនុស្សឈួរឯហ្នឹងអ៊ីរ៉ានថារួយក៏អាន skip នៅលើកុំព្យូទ័រមួយនេះគួយយៀនមិនបានឆ្លើយតបឡើយដោយគ្រាន់តែយកដៃរបស់បូវិនមកស្ទាបចំកន្លែងបេះដូងរបស់ខ្លួនឯងដើម្បីឲ្យបូវិនឆៃទំហំបេះដូងរបស់ខ្លួនហើយនិយាយថាវាគឺមិនត្រូវការទេពីព្រោះបេះដូងរបស់បងគឺមានតែឯងប៉ុណ្ណោះអ៊ីរ៉ានក្រោយបានអានហើយពេលនេះគឺមើលតែម្ដងគេក៏បានបដូរឈ្មោះតួចាញ់ដោយសារតែគេជាអ្នកស៊ីបឈីវិនឲ្យបដាក់គួយវិនគឺវាមិនសមឡើយអ៊ីរ៉ានបាននិយាយថាគាត់នឹងបំបែកបំបាក់ពួកគេទាំងពីរនេះដោយគ្រាន់តែបដូរឈ្មោះគួយយៀនជំនួសដោយឈីហានវិញហើយនៅឆ្លៀននិយាយថាអានេះបានត្រូវហ៎បន្ទាប់មកហារួយក៏ម្ដងបោះកសែងលើអ៊ីរ៉ានតែម្ដងដែលបាននិយាយថានេះទៅងុយតាក់ទៅបន្ទាប់ពីបោះកសែងប្អូនរួចហ្នឹងឥឡូវនេះហារួយក៏អង្គុយលើសាឡុងយកកុំព្យូទ័រដែលមាន script នោះយកទៅធ្វើជា file ហើយផ្ញើទៅឲ្យបងប្រុសដើម្បីឲ្យបងប្រុសជួយខ្លួនឯងក្នុងការធ្វើ script មួយនេះហារួយបានសរសេរថាបងប្រុសសូមជួយខ្ញុំម្ដងផងក្រោយសរសេរម៉ែទៅកាន់បងប្រុសរួចឥឡូវនេះគឺអង្គុយញញឹមតែម្នាក់ឯងហើយព្រោះគាត់ថាក្តីសម័យនឹងទៅបានសម្រេចហើយគ្រូលេខមកមើលឯក្រុមហ៊ុនវិញគឺមានតួស្រីថ្មីម្នាក់ដែលបានឈានជើងចូលនៅក្នុងក្រុមហ៊ុនមួយនេះដែលនេះមានឈ្មោះថាសឺហានវ៉ាលូជាក្រោយចេញមកឃើញសម្រាប់របស់សឺហានក៏មានជាការផ្លឹកតែម្ដងព្រោះថាមិនដែលឃើញស្រីណាដែលស្អាតបែបនេះនោះទេសឺហានដែលចូលក្រុមហ៊ុនបន្ទាប់មកប្រហែលផងក៏មានដៃមួយមកប៉ាស្មាតរបស់ខ្លួននោះគឺអ៊ីហឹងក៏បាននិយាយថាពួកយើងជួបគ្នាម្ដងទៀតហើយខានជួបតារាល្បីយូឥឡូវនេះស្អាតខ្លាំងណាស់វេឆាន់ដាមមកដែលបាននិយាយថាលោកជានេះឯងមិនតាន់ទៅ print script រឿងទេមែនទេលោកជាលឿនចឹងក៏បានប្រញាប់ទៅយ៉ាងលឿនបន្ទាប់ពីនិយាយចឹងចប់វេឆាន់ក៏បាននិយាយដាក់ចន្ទឋានម្ដងអ៊ីហឹងនេះឯងមិនទៅវឹកហាត់ទេមែនទេមើលទៅវេឆាន់ដូចជាមើលខ្លាំងមែនតែក្រោយឃើញអ៊ីហឹងជាមួយនឹងសឺហាននិយាយជាមួយគ្នាមើលទៅគាត់ប្រហែលជាលងស្លាញ់សឺហានហើយក្រោយសឺហានចូលទៅដល់ក្នុងភ្លាមវេឆាន់ក៏បានណែនាំសឺហានម្ចាស់ក្រុមហ៊ុននោះគឺជាឆាន់លោកប្រធាននេះគឺជាតារាសម្ដែងមកពី SDFJ សឺហានក៏បានចាប់ដៃទៅជាឆាន់ដោយនិយាយស្វាគមន៍គ្នាជាឆាន់ក៏បាននិយាយថារីករាយណាស់ដែលបានស្គាល់អ្នកនាងគឺពិតជាសុខស្អាតដូចអ្វីដែលគេបាននិយាយមែនសឺហានក៏បានតបថាអរគុណលោកប្រធានដែលបានសរសើរប៉ុន្តែខ្ញុំមិនមែនបែបនោះទេបាននិយាយពីរឿងដ៏ធំរបស់យើងឥឡូវនេះវិញសម្រាប់ការថតរឿងប៉ូលីសនេះពួកយើងគួរតែប្រាប់ទៅកាន់ក្រុមការងារដែលថតនឹងឲ្យបានដឹងមុនចំណែកឯអ្នកនាងសឺហានវិញព
ពួកយើងមិនចាំបាច់ត្រូវហាត់សមច្រើននោះទេក្រោយលើអញ្ចឹងវេចិនក៏បាននិយាយថាបាទពួកយើងនឹងចាប់ផ្ដើមដោយលំដាប់លំដោយពីមួយទៅមួយលោកប្រធានជឿចិនក៏បាននិយាយថាល្អដូច្នេះរំខានអ្នកនាងសឺហានក្នុងការអត់ធ្មត់ថតរឿងជាមួយពួកគេហើយសឺហានក៏បានតបថាវាមិនរយៈរយៈនៅក្នុងការថតរឿងនោះសំខាន់បំផុតគឺឲ្យតែរើសតួដែលស័ក្តិសមនឹងគ្នាទៅគឺបានហើយ别人都喜欢这个时候别人进来了上级人还是有一种是的不有吧我认为他是因为有经验然后被观众惊喜真是没得谈没事放进去相信自己一定会当一下的然后后续事情我要推进ក្រោយពិភាក្សាជាមួយគ្នាយ៉ាងយូរណាស់ពេលនេះក៏បានបញ្ចប់ហើយការចូលមកដល់តួអង្គថ្មីម្ដងនោះគឺសៅគួនគាត់គឺជាកូនសិស្សរបស់លោកគ្រូជឺអឺហានលោកគ្រូអឺហានកំពុងតែពិនិត្យមើលរាសីនៅក្នុងក្រុមហ៊ុនមួយនេះដោយគ្រាន់តែពិនិត្យបានបន្តិចហ្នឹងគាត់ក៏បាននិយាយថាទីនេះគឺមិនធម្មតានោះទេទោះបីជាពេលនេះមានថ្ងៃដ៏ល្អក៏ពិតមែនប៉ុន្តែនៅថ្ងៃក្រោយនឹងមានរឿងដ៏អាក្រក់មួយនឹងឈានចូលមកដល់ចៅគាត់លឿនចឹងក៏បាននិយាយឡើងលោកគ្រូក្រែងទីនេះជាកន្លែងដ៏ល្អមែនទេហេតុអ្វីបានជាមានរឿងអាក្រក់កើតឡើងទៅវិញលោកគ្រូអឺហានក៏បាននិយាយថារឿងនេះគឺមិនត្រូវការបកស្រាយនោះទេរងចាំថ្ងៃនោះម្ដងកាប់មកដល់តួអង្គថ្មីមកទៀតនេះវិញនោះគឺជុនមីងគាត់តែមកដល់ភ្លាមគឺបាននិយាយថាបងលោកជាតើបងចង់ញ៉ាំដំឡូងទេលោកជាក៏បានតបថាអត់ទេនេះឯងមកជឿទៀតហើយថ្ងៃនេះ script manager បានឲ្យបងព្រានវាដើម្បីពួកឯងយកទៅអាននេះយកទៅមើលទៅជុនមីងលឿនចឹងក៏បានយក script នោះទៅតែបាននិយាយថាថតរឿងទៀតហើយរឿងកាលពីមុនខ្ញុំមិនទាន់បំពេញហើយផងជុនមីងថារត់ក៏ដើរចេញទៅបាត់លោកជាក៏វាក្បាលតែម្ដងគួយក៏បាននិយាយថាអ៊ីហឹងនេះតែឯងចង់ធ្វើបាបបងមែនទេអ៊ីហឹងក៏បាននិយាយថាអូសុំទោសបងតែបងចង់មាននេះតែមិនហ្នឹងក្រៅព្រឹត្តិការណ៍មួយនេះបានចប់ហ្នឹងឥឡូវនេះជូនមីងក៏បានដើរចូលមកដល់ហើយតែបាននិយាយឡើងបងលោកជានិយាយកុហកខ្ញុំយកម្ដងទៀតគាត់និយាយថាខ្ញុំថ្ងៃនេះគឺមកយកម្ដងទៀតហើយខ្ញុំពិតជាធន់មែនតើសាទរទេមើលថាខ្ញុំនឹងកំពុងតែយកម្ដងទៀតមែននៅថ្ងៃនេះតាមពិតខ្ញុំនឹងមកយកនៅថ្ងៃស្អែកសោះគួយលឿនចាំក៏បាននិយាយឡើងឯងមកយកម្ដងទៀតណាកាត់មកមើលពីអ្នកនេះដែលកំពុងតែស្វេតណែវិញឈានបានដែរតែម្ដងទៀតតែបវនឡើងចង់ដាច់ទៅហើយបវនក៏បាននិយាយថាទេយកមកឈានពួកយើងមិនមែនមិត្តភក្តិគ្នាមែនឈានមិនបានតនឹងបវនឡើយដោយគ្រាន់តែនិយាយថាត្រូវឲ្យទាំងអស់គ្នាឥឡូវនេះពួកយើងចាប់ផ្ដើមរងក្បាច់ថ្មីទៅរំចាប់ដល់ពេលដែលពួកគេត្រូវមើលវីដេអូរីខនទៅគួយយ៉ាងក៏បានចាប់កំហុសជុនមីងដែលឃើញជុនមីងនឹងបានញញឹមនៅក្នុងកាមេរ៉ានឹងជុនមីងក៏បាននិយាយថាមកឯងចាប់កំហុសតែខ្ញុំទេក្រោយមើលវីដេអូនេះបានបន្តិចបូវ៉ាន់ក៏បានមានកំណត់មួយដែលគាត់បាននិយាយថានៅត្រង់ចំណុចមួយនេះត្រូវមានចំណុចកម្ពស់ខ្ពស់ខ្លាំងមែនតើអ៊ីហងលោកដូច្នេះក៏បាននិយាយថាចុះបើសិនបើយើងលោកស៊ីហាននៅត្រង់ចំណុចមួយនេះយ៉ាងម៉េចដែរគួយយ៉ាងក៏បាននិយាយថាវ៉ាវាពិតជាល្អមែនតើតោះពួកយើងចាប់ផ្ដើមធ្វើអនុវត្តវាទៅចុះឯងក៏យ៉ាងម៉េចដែរស៊ីហានក៏បាននិយាយថាអូមិនអីទេសម្រាប់ខ្ញុំមកឈាននេះបងមិនបានផ្ដោតអាមែនទេនៅថ្ងៃនេះឈានក៏បានតបថានេះមិនមែនជាការងាររបស់ឯងទេបន្តិចមកឈានក៏បានឃើញរបស់មួយនៅតុក៏បានសួរថានេះគឺជាគេណាជុនមីងក៏បានតបថាអូនេះគឺជា script រឿងយើងត្រូវថតវាជាមួយគ្នានេះបងឯងយកទៅបងប្រុសនេះមិនមែនជាមនុស្សស្រីដែលបងឯងចូលចិត្តទេមែនទេវ៉ៃឆានក៏បាននិយាយថាក្មេងឈួតតែឯងកំពុងនិយាយពីអីហ្នឹងជុនមីងក៏បាននិយាយថាចឹងបងឲ្យឧទាហរណ៍ពួកយើងមកនេះគឺអ្នកនាងសឺហាននេះគឺជាកម្ពុជាតារានៅក្នុងក្រុមហ៊ុនរបស់យើងហើយដែលបានជាបងមិនអាចយកវាទៅតាំងបានសូម្បីតែពួកឯងក៏យកទៅតាំងដែរបើសិនជាពួកឯងគ្រប់គ្រងនាងបងឈាននេះគឺជាស
ភៅសំណប់ចិត្តរបស់បងវិញឈានក៏បានតបថាបងដឹងពួកយើងចាំវាយូរមែនទែនទំនំទៅបានសភៅហ្នឹងឈាននៅតែបន្តនិយាយពីដដែលថាបងដឹងវាត្រូវប្រើពេល7ថ្ងៃណោះទំនំទៅបានវាបងដឹងអញ្ចឹងមួយថ្ងៃទៅធ្វើអីទៀតមិនជួបសម្អាតវាទៅអត់អីទេហើយគ្រាន់តែខ្ញុំញ៉ាំមីសោះក៏លាក់ដល់ថ្នាក់ហ្នឹងម្លេងសបានឲ្យពួកយើងយកវាមកស្គាល់អានដោយសារតែវានឹងបានព្រែនហើយឯង完全跟办事效率可以啊。ឥឡូវខ្ញុំចង់អាននៅក្នុងទូរស័ព្ទវិញក្រែដូចជាសាមញ្ញហ្នឹងឈានក៏បានអានស្គីបនឹងតែម្ដងនៅក្នុងយមត្រិតមួយប៉ូលីសឈាននិងប៉ូលីសបូវិនគឺមានការប្រយុទ្ធដ៏ស្វិតស្វាញមួយគឺតាមចាប់ជនល្មើស